បងប្អូននេះគឺជាព័ត៌មានមួយដែលមិនមែនជាការពិតដែលក្រុមបពុជរយមរស់នៅក្រៅស្រុកហ្នឹងយកមកបំផុសបំផុលនិងបំពោសង្គមចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងយល់ច្រឡំហើយបងប្អូនដឹងហើយថាព័ត៌មានឲ្យតែចេញប្រភពមកពីប្រទេសថៃគឺមិនមែនជាការពិតទេពួកវាតែងតែបំផុសបំផុលព័ត៌មានដែលមិនមែនជាការពិតហ្នឹងដើម្បីលាបពណ៌និងចង់ឲ្យប្រជាពលរដ្ឋរបស់វាហ្នឹងជឿទៅលើមេដឹកនាំខ្លួនវាប៉ុន្តែវាវាយប្រហារមកលើប្រទេសកម្ពុជាយើងដោយខ្លឹមសារដែលក្រុមបពុជននិយមរស់នៅក្រៅស្រុកយកមកបង្ហោះតពីប្រទេសថៃហ្នឹងគឺវាជាព័ត៌មានคล้ายៗតែប៉ុណ្ណោះចឹងសូមបងប្អូនក៏មានការយល់ច្រឡំអីហើយសម្រាប់ព័ត៌មានបើសិនជាមិនមែនជាព័ត៌មានចេញប្រភពពីខាងក្រសួងឬក៏ថ្នាក់ដឹកនាំសូមបងប្អូនកុំតន់អាចជឿដោយសារតែពេលខ្លះក្រុមបពុជននិយមអស់នោះយកមកបំផុសបំផុលដើម្បីតែទាក់ទាញចំណាប់អារម្មណ៍និងចង់ឲ្យតែបងប្អូនរបស់យើងនឹងមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំឬក៏មានការជ្រួលច្របល់តែប៉ុណ្ណោះទេបងប្អូន